កូនស្រីកាន់តែធំការតកាន់តែពេញចិត្តពិសេសពេលនាងមានដុងសិល្បៈកាត់រកឪពុកម្ដាយបើគិតមកដល់ពេលនេះរយៈពេលជាង17ឆ្នាំមកហើយដែលតារាកំប្លែងស្រីភោជជំនាញអ្នកនាងការតបានរៀបការសាងគ្រួសារនឹងស្វាមីគឺនីខ្យងដែលជាអតីតតន្ត្រីករដ៏ល្បីឈ្មោះមួយរូបក្នុងនោះដែរចំណងអាពាហ៍ពិពាហ៍រយៈពេលជាច្រើនឆ្នាំនេះអ្នកនាងការតនិងស្វាមីក៏ទទួលបានចំណងដៃកូនស្រីមួយរូបហើយដែរគឺអូនជីងដែលក្នុងឆ្នាំនេះមានវ័យ11ឆ្នាំហើយជាការពិតណាស់បើនិយាយពីកូនស្រីគឺអូនជីងគ្រាប់ពេជ្រតែមួយនៃចំណងអាពាហ៍ពិពាហ៍របស់អ្នកនាងការតនិងស្វាមីឯណោះវិញក៏ត្រូវបានមហាជនចាប់អារម្មណ៍ដល់នាងដូចគ្នាដែរក៏ព្រោះតែកូនស្រីរបស់អ្នកនាងការតឆ្លាតនិងមានមុខមាត់ស្រស់ស្អាតមិនចាញ់ប៉ាម៉ាក់នោះទេម្យ៉ាងវិញទៀតបើនិយាយពីចំណេះដឹងវិញជីងក៏រៀនពូកែនិងថែមទាំងចេះរាំរបាំបុរាណសម័យទៀតផងយ៉ាងណាមិញថ្មីនេះអ្នកលេងបណ្ដាញសង្គម Facebook ក៏កំពុងចាប់អារម្មណ៍នឹងវីដេអូមួយដែលនាយខ្យងស្វាមីអ្នកនាងការតបានបង្ហោះឡើងនៅលើកន្នី TikTok ដោយកូនស្រីឈររាំរីអំដាយឈរមើលកូនស្រីយ៉ាងមានក្តីសុខញៀមពេញចិត្តបិទមាត់មិនចិត្តនោះឡើយវីដេអូនោះបានធ្វើឲ្យអ្នកគាំទ្រចូលទៅខមមិនសរសើរកូនស្រីអ្នកនាងការតថាមានដុងសិល្បៈកាត់រកប៉ាម៉ាក់រីឯខ្លះទៀតបានបង្ហាញអារម្មណ៍សរសើរពីទឹកចិត្តនៃក្តីស្រឡាញ់របស់អ្នកម្ដាយដែលកំពុងឈរសម្លឹងមើលកូនរាំចំណែកលោកប៉ាជាអ្នកថត